រឿង5យ៉ាងដែលអ្នកគួរដឹងមុនប្រើប្រាស់ AI ក្នុងការសិក្សាទី1យើងត្រូវយល់ដឹងពីវិន័យសាលាយើងជាមុនសិនសាលាខ្លះអនុញ្ញាតឲ្យយើងប្រើប្រាស់ AI ដោយសារតែពួកគេគិតថាវាអាចជួយដល់ការងារយើងបានតិចតួចពាក់ព័ន្ធជាមួយនឹង grammar និងការកែ sentence structure ជាដើមចំពោះសាលាខ្លះទៀតមានការរឹតបន្តឹងទាំងស្រុងទៅលើការប្រើប្រាស់ AI ដោយសារតែពួកគេគិតថា AI អាចប៉ះពាល់ដល់ការគិតនិងគំនិតច្នៃប្រឌិតរបស់សិស្សពួកគេអញ្ចឹងហើយមុននឹងអ្នកប្រើប្រាស់ AI ត្រូវយល់ដឹងជាមុនសិនថាតើសាលាអ្នកអនុញ្ញាតឲ្យប្រើប្រាស់ឬក៏អត់ទី2ការប្រើប្រាស់ AI ជាជំនួយការរបស់យើងអ្វីដែលសិស្សភាគច្រើនមានការយល់ច្រឡំនោះគឺពួកគេឲ្យ AI ធ្វើអ្វីគ្រប់យ៉ាងហើយគ្រាន់តែ submit ទៅតែនេះគឺជាអ្វីដែលប៉ះពាល់ដល់ការសិក្សារបស់គេព្រោះថាការធ្វើបែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់ skill និងការយល់ដឹងហើយយូរៗទៅនឹងធ្វើឲ្យប៉ះពាល់ដល់ការគិតនិងគំនិតរបស់សិស្សម្នាក់ៗដូច្នេះហើយយើងត្រូវកែប្រែទម្លាប់ទាំងអស់នេះមកប្រើ AI ដោយមានភាពឆ្លាតវៃវិញដោយការយកគំនិតផ្ទាល់ខ្លួននិងការច្នៃប្រឌិតរបស់ខ្លួនបញ្ចូលជាមួយនឹង skill របស់ AI ដែលមានស្រាប់ទី3គឺយើងត្រូវតែត្រួតពិនិត្យឡើងវិញដូចយើងបាននិយាយពីវីដេអូមុនអញ្ចឹងថា AI ក៏ចេះខុសដែរហើយនៅពេលដែលយើងពឹងផ្អែកលើ AI 100%វានឹងធ្វើឲ្យប៉ះពាល់ដល់គុណភាពនៃអត្ថបទនិងកិច្ចការរបស់យើងដូច្នេះហើយមុននឹងយើងប្រើប្រាស់ AI យើងត្រូវត្រួតពិនិត្យឡើងវិញពីប្រភពនិងព័ត៌មានឲ្យបានច្បាស់លាស់ជាមុនសិនទី4យើងត្រូវយល់ដឹងពីរបៀបប្រើប្រាស់ AI ជាមុនសិនការប្រើប្រាស់ AI មិនមែនមានន័យថាយើងចេះតែសរសេរឲ្យតែបាននោះទេគឺយើងត្រូវសរសេរ prompt ដែលមានភាពជាក់លាក់និងពាក់ព័ន្ធជាមួយនឹងគោលដៅ topic និង style របស់យើងជាមុនសិនដើម្បីឲ្យ AI ផ្ដល់ចម្លើយមួយដែលសមរម្យសម្រាប់យើងនិងចំណុចចុងក្រោយនោះគឺអ្នកត្រូវមានម្ចាស់ការលើខ្លួនឯងអ្វីត្បិតតែ AI ជួយដល់ការសិក្សារបស់យើងឲ្យលឿននិងល្អជាងមុនមែនក៏ប៉ុន្តែមិនមែនមានន័យថាវាអាចផ្លាស់ប្ដូរនៅខួរក្បាលរបស់យើងបានទេដូច្នេះហើយយើងត្រូវសំលៀងនៅគំនិតរបស់យើងនិងការគិតរបស់យើងឲ្យស្រួលជាងមុនដើម្បីកុំឲ្យយើងក្លាយទៅជាជនរងគ្រោះនៃបដិវត្តន៍បច្ចេកវិទ្យាមួយនេះ